ដំណឹងយ៉ាងសោកសៅសម្រាប់អ្នកគាំទ្រភាសាបរទេសទាំងអស់នៅជុំវិញពិភពលោកគឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់ Manuel Neuer បានប្រកាសចូលនៅវត្តពីក្រុមជម្រើសជាតិជាផ្លូវការហើយបន្ទាប់ពីក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់ផ្លាស់ស្នេហ៍ចាញ់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយធ្លាក់ចេញពីក្នុងវគ្គ knock out នៅក្នុងវគ្គ32ក្រុមចុងក្រោយការប្រយុទ្ធមួយនេះអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Manuel Neuer បានសម្រេចប្រកាសចូលនៅវត្តពីក្រុមជម្រើសជាតិរបស់ខ្លួនភ្លាមៗតែម្ដងការប្រយុទ្ធមួយនេះក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់ត្រូវលេងតទល់ជាមួយនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយនៅក្នុងវគ្គ32ក្រុមដោយនៅក្នុងតង់ទី1ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបានស៊ើបបញ្ចូលទីណាំមុខមុនមួយគ្រាប់ដោយកីឡាករជូលីអេនឌីសូនៅនាទីទី42លុះឈានចូលទៅដល់ក្នុងតង់ទី2ក្រុមអ៊ីនទ្រីដាអាឡឺម៉ង់បានស៊ើបបកតាមស្មើវិញមួយគ្រាប់នៅនាទីទី54ដោយខ្សែប្រយុទ្ធខៃហាវើតសមរភូមិនៅលើវាលស្មៅគឺពិតជាតានតាំងយកតែមែនទែងដោយពេញ90នាទីក្រុមទាំងសងខាងបញ្ចប់លទ្ធផលត្រឹមតែស្មើគ្នាតែប៉ុណ្ណោះក្រុមជម្រើសជាតិទាំងសងខាងបានលេងក្នុងវគ្គថែមមក15នាទីចំនួន2ដងប៉ុន្តែនៅតែស្មើគ្នាដដែលរហូតឈានចូលទៅដល់វគ្គកាត់សេចក្តីដល់តបាល់11ម៉ែត្រដោយកីឡាកររវាងក្រុមទាំងសងខាងបានធ្វើការស៊ើបបញ្ចូលទីគ្នាទៅវិញទៅមកផងដែរចំណែកឯកីឡាករ Manuel Neuer ក៏បានធ្វើការជួយសង្គ្រោះបាល់បានមួយគ្រាប់ក្នុងវគ្គកាត់សេចក្តីដល់តបាល់11ម៉ែត្រប៉ុន្តែជាអកុសលខ្សែការពារ Jonathan របស់ប្រទេសអាឡឺម៉ង់បែរជាតបាល់បាញ់ចាប់ទៅលើទៅវិញដែលជាហេតុធ្វើឲ្យក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់ត្រូវហាលអាវជិះយន្តហោះត្រឡប់ទៅផ្ទះវិញគ្រាន់តែបញ្ចប់ការប្រកួតភ្លាមៗមិនតាន់បានប្រមាណម៉ោងស្រួលបួលផងស្រាប់តែអ្នកចាំទី Manuel Neuer បានប្រកាសចូលនៅវត្តពីក្រុមជម្រើសជាតិអាឡឺម៉ង់យកតែម្ដងដែលដំណឹងនៃការចូលនៅវត្តរបស់គាត់នេះគឺពិតជាធ្វើឲ្យបណ្ដាអ្នកគាំទ្របោតតនៅជើងវិញពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំងគួររំលឹកឡើងវិញដូចនេះថាកីឡាករ Manuel Neuer បានបង្ហាញខ្លួនលេខឲ្យក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់ជាលើកដំបូងនៅក្នុងឆ្នាំ2009និងធ្លាប់ប្រកាសចូលនៅវត្តពីក្រុមជម្រើសជាតិម្ដងហើយកាលពីឆ្នាំ2024កន្លងទៅប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026នេះគាត់ត្រូវបានសហព័ន្ធបាល់ទាត់អាឡឺម៉ង់ធ្វើការកោះហៅ Manuel Neuer ឲ្យវិលត្រឡប់មកជួយនៅក្រុមជម្រើសជាតិវិញ Manuel Neuer បង្ហាញខ្លួនលេខឲ្យក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់124លើករក្សា clean sheet បាន51ដងនិងធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមាសនៅឆ្នាំ2014បន្ទាប់ពីជួយឲ្យក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់ឈ្នះពានរង្វាន់ FIFA World Cup ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់ជាមួយនឹងក្រុមជម្រើសជាតិអាសង់ទីនបច្ចុប្បន្ននេះ Manuel Neuer មានវ័យ40ឆ្នាំទៅហើយសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ2026នេះគឺជាព្រឹត្តិការណ៍ទី5ហើយដែលអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូនេះបានបង្ហាញខ្លួនចំនួន5លើកក្នុងពានរង្វាន់ World Cup នេះការប្រកាសព្យួរស្បែកជើងរបស់ Manuel Neuer ពីក្រុមជម្រើសជាតិគឺពិតជាដំណឹងយ៉ាងគួរឲ្យសោកសៅសម្រាប់បណ្ដាអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោកនៅក្នុងវិស័យបាល់ទាត់គឺពិតជាមិនអាចព្យាករបានពិតមែនដែលខ្ញុំគិតថាក្រុមជម្រើសជាតិអាឡឺម៉ង់អាចឡើងដល់វគ្គ8ក្រុមចុងក្រោយឬយ៉ាងហោចណាស់ក៏អាចឡើងទៅដល់វគ្គ4ក្រុមចុងក្រោយតែម្ដងប៉ុន្តែបែរជាមកផ្លោតស្នេហ៍ចាញ់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយទៅវិញគួររំលឹកឡើងវិញដូចនេះថាក្រុមជម្រើសជាតិអាឡឺម៉ង់ចាប់តាំងពី World Cup ឆ្នាំ2018មកពួកគេធ្វើមិនសូវបានល្អប៉ុន្មានទេដល់កាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ2018ក្រុមជម្រើសជាតិអាឡឺម៉ង់ធ្លាក់ចេញត្រឹមវគ្គ Group Stage ដល់កាលនោះចាញ់ក្រុមកូរ៉េខាងត្បូងក្នុងលទ្ធផល 2-0 ព្រឹត្តិការណ៍ World Cup ឆ្នាំ2022ក្រុមជម្រើសជាតិអាឡឺម៉ង់ធ្លាក់ចេញត្រឹមវគ្គ Group Stage ម្ដងទៀតដោយសារតែកាលនោះពួកគេបញ្ចប់ចំណាត់ថ្នាក់ក្នុងលេខរៀងទី3សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ2026នេះក្រុមជម្រើសជាតិអ៊ីនទ្រីដាអាឡឺម៉ង់អាចឆ្លងផុតក្នុងវគ្គ Group Stage តែបែរជាមកធ្លាក់នៅក្នុងវគ្គ Knock Out នៅក្នុងវគ្គ32ក្រុមចុងក្រោយទៅវិញសម្រាប់បងប្អូនដែលជាអ្នកគាំទ្រវិស័យបាល់ទាត់ទាំងអស់សូមអ្នកទាំងអស់គ្នាកុំភ្លេចចុច Like និងគាំទ្រ Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូបន្ត